សួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំមានពីរកន្លឹះសំខាន់ដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាបាទទីមួយថាតើយើងយកអីគេមកវាតម្លៃថាអាជីវកម្មរបស់យើងហ្នឹងកសិកម្មរបស់យើងឬមួយក៏អាជីវកម្មកសិកម្មរបស់យើងស្ថិតនៅលើផ្លូវត្រូវឬមួយក៏ផ្លូវដែលឆ្ពោះទៅរកភាពជោគជ័យបាទហើយទីពីរថាតើយើងយកអីគេមកវាតម្លៃដើម្បីដឹងខ្លួនឯងថាយើងគួរតែដល់ពេលដែលត្រូវពង្រីកហើយបាទប៉ុន្តែសំណួរទីមួយតើតើភាពជោគជ័យនេះខ្ញុំចង់បញ្ជាក់បងប្អូនបន្តិចភាពជោគជ័យដែលខ្ញុំចង់មាននៅពេលនេះគឺការផលិតឬមួយក៏ការដាំដុះចិញ្ចឹមហ្នឹងយើងចិញ្ចឹមយើងដាំហើយយើងអាចលក់បានមិនចាល់ទីផ្សារហើយអាចបង្កើនប្រាក់កម្រៃបានប្រាក់ចំណូលបន្ទាប់ពីយើងដកចំណាយអាហ្នឹងគឺភាពជោគជ័យដែលខ្ញុំចង់សម្ដៅបាទហើយការពង្រីកខ្លួនហ្នឹងគឺសំដៅទៅលើការពង្រីកឧទាហរណ៍បើសិនជាយើងមានរោងបន្លែយើងគួរពង្រីកពី1រោងទៅ3រោងទៅ10រោងបាទហើយបើការចិញ្ចឹមពី100ក្បាលទៅពី300ក្បាលតែយើងយកស្អីគេមកកំណត់ជាចក្ខុវិស័យបាទបងប្អូនតេតងនឹងថាតើយើងយកអីគេមកវាស់ដើម្បីថាយើងស្ថិតនៅលើផ្លូវត្រឹមត្រូវឬមកផ្លូវជោគជ័យខ្ញុំចង់ឲ្យបងប្អូនរៀនគិតអំពីពាក្យថាភាពដែលអាចគ្រប់គ្រងបានភាពដែលអាចកំណត់បានបាទអាហ្នឹងគឺតេតងនឹងការធ្វើអាជីវកម្មមួយធម្មតាវាតែងតែមានទី1ផលិតកម្មឬមួយក៏ទំនិញឬមួយក៏សេវាកម្មអីចឹងទៅបាទបើន័យថាយើងយករបស់អីទៅលក់ដើម្បីបង្កើតជាលុយបាទអាហ្នឹងគឺជាទំនិញហើយបើនៅក្នុងកសិកម្មយើងមានបន្លែយើងមានសត្វចិញ្ចឹមឬមួយក៏ផ្លែឈើអញ្ចឹងណាបាទដូចខ្ញុំមានប្រសពផ្អែមខ្ញុំមានទុរេនខ្ញុំមានស្អីអញ្ចឹងទៅអាហ្នឹងគឺជាផ្នែកនៃការផលិតបាទផ្នែកផលិតបាទហើយទី2គឺតេតងនឹងការធ្វើទីផ្សារក្រុមទីផ្សារក្រុមធ្វើ marketing បាទហើយប្រព័ន្ធកត់លុយប្រព័ន្ធដឹកជញ្ជូនវេចខ្ចប់ហើយឡើងហើយនឹងប្រព័ន្ធត្រួតពិនិត្យគុណភាពបានន័យថាក្នុងអាជីវកម្មមួយហ្នឹងភាពដែលអាចគ្រប់គ្រងចំណុចទាំងអស់មួយហ្នឹងបានណាបានន័យថាយើងស្ថិតនៅលើផ្លូវដែលជោគជ័យហើយស្ថិតនៅលើផ្លូវដែលត្រឹមត្រូវខ្ញុំឧទាហរណ៍មួយចំណុចចុះតេតងនឹងកសិកម្មខ្ញុំឧទាហរណ៍តែការផលិតទេតេតងនឹងការផលិតឧទាហរណ៍ថាធម្មតាវាត្រូវការគ្រាប់ពូជត្រូវការជីថ្នាំត្រូវការកម្លាំងត្រូវការបុគ្គលិកហើយចឹងទៅថាតើយើងគ្រប់គ្រងចំណុចទាំងអស់នោះបានអត់ធម្មតាបើយើងចង់បានគុណភាព 100% លុះត្រាតែក្រុមផលិតឬមួយក៏វិធីសាស្ត្រក្នុងការផលិតយើងគ្រប់គ្រងបាន 100% អាហ្នឹងបានគុណភាព 100% ប៉ុន្តែបើសិនជាយើងអាចគ្រប់គ្រងបាន 100% ទេគុណភាពយើងគឺអត់ 100% ទេនៅពេលដែលចំណុចទាំងអស់ហ្នឹងយើងអាចគ្រប់គ្រងវាបានបានន័យថាការផលិតរបស់យើងគឺជោគជ័យហើយបាទខ្ញុំឧទាហរណ៍ចេះវិញឧទាហរណ៍ថាដំណាំកសិកម្មមួយចំនួនឧទាហរណ៍ដូចម្រេចអីចឹងទៅម្រេចវាត្រូវការរបស់ដែលតេតនឹងជីថ្នាំឬមួយក៏ស្រោចទឹកយើងត្រូវការធម្មពលត្រូវការកញ្ចប់លុយអញ្ចឹងបើសិនជាយើងអាចគ្រប់គ្រងអាធាតុចូលហ្នឹងជីថ្នាំឬមួយក៏ស្អីហ្នឹងបានន័យថាភាពជោគជ័យរបស់យើងគឺមានរួចមួយកម្រិតហើយបាទយើងត្រៀមលុយសម្រាប់បេះយើងមានកម្លាំងសម្រាប់បេះន័យថាយើងអាចគ្រប់គ្រងការផលិតហ្នឹងបានអាហ្នឹងគឺមួយចំណុចរហូតដល់អតិថិជនខ្ញុំឧទាហរណ៍មួយទៀតតេតងនឹងឧទាហរណ៍ទៅសពផ្អែមចឹងចុះសពផ្អែមបន្ទាប់ពីយើងផលិតបានហើយយើងត្រូវគ្រប់គ្រងមួយទៀតគឺតេតងនឹងការវេចខ្ចប់ថាតើការវេចខ្ចប់របស់យើងអាចគ្រប់គ្រងបានអត់យើងកំណត់យកវាសនាបានអត់ថាដាក់ធ្វើម៉េចឲ្យដល់អតិថិជនហើយមិនបែកហើយយើងកំណត់បានអត់ថារយៈពេលប្រហែលម៉ោងបានដល់អតិថិជននៅពេលដែលជោគជ័យមែនទែនសូម្បីតែកម្រិតជាតិស្ករកម្រិតជាតិផ្អែមនៅក្នុងផ្លែរសផ្អែមហ្នឹងក៏យើងអាចកំណត់បានដែរកម្រិតប្រមាណសារធាតុចិញ្ចឹមប្រមាណវីតាមីន A ប្រមាណប៉ុន្តែគ្រប់ផ្នែកទាំងអស់ហ្នឹងមិនចាំបាច់តើយើងអាចគ្រប់គ្រងវាបាន 100% ទេឧទាហរណ៍ការដឹកជញ្ជូនយើងមិនអាចគ្រប់គ្រងបាន 100% ទេព្រោះអាហ្នឹងគឺស្ថិតនៅលើអ្នកដឹកមកតង់ទៀតក្រុមហ៊ុនដែលគាត់ស៊ីឈ្នួលដឹកមកតង់ទៀតបាទអញ្ចឹងគ្រប់ផ្នែកទាំងអស់ហ្នឹងគឺទាមទារឲ្យយើងអាចគ្រប់គ្រងវាបានដោយផ្នែកខ្លះគឺទៅចាំបាច់ត្រូវ 100% តែផ្នែកខ្លះមិនចាំបាច់ទេដែលអាចគ្រប់គ្រងបានហ្នឹងគឺមានប្រយោជន៍បែបណាទីមួយយើងដឹងថាថ្លៃដើមអស់ប្រមាណបាទថ្លៃផលិតថ្លៃស្អីតាំងពីផលិតរហូតដល់ធ្វើ marketing ធ្វើដឹកជញ្ជូនឲ្យទៅដល់មាត់អតិថិជនយើងចំណាយអស់ប្រមាណអញ្ចឹងអាហ្នឹងហើយដែលគេហៅថាការឬមួយក៏ភាពដែលអាចគ្រប់គ្រងបានសូម្បីតែគុណភាពរសជាតិនៅក្នុងផលិតផលហ្នឹងក៏យើងអាចគ្រប់គ្រងបានដែរអាហ្នឹងមិនថាអាជីវកម្មយើងប្រកបជោគជ័យហ្នឹងហើយអាចថាយូរឬឆាប់អញ្ចឹងណាបាទបងប្អូនហើយទី2ថាតើយើងដល់ពេលដែលត្រូវពង្រីកអាជីវកម្មពង្រីកការដាំដុះពង្រីកការចិញ្ចឹមហើយឬនៅធម្មតាការចាប់ដើមអីមកដំបូងហ្នឹងគឺយើងមិនអាចធ្វើឲ្យធំហួសហេតុពេកទេហេតុអីព្រោះកាលណាយើងធ្វើធំនៅពេលដែលយើងបរាជ័យក៏យើងអស់ច្រើនដែរអាហ្នឹងសម្រាប់រឿងតែថ្មីប៉ុន្តែបើសិនជាយើងមានជំនាញហើយយើងតេស្តសាកល្បងហើយយើងធ្វើកម្រិតមកតូចល្មមហើយយើងដឹងថាអាចទៅរួចហើយយើងនឹងធ្វើការសម្រេចចិត្តពង្រីកឲ្យផ្អែកទៅលើចំណុចមួយដែលខ្ញុំចង់ឲ្យបងប្អូនងាយយល់គឺខ្ញុំប្រើពាក្យមួយថាប្រព័ន្ធបានន័យថានៅក្នុងចំណុចមួយដែលខ្ញុំនិយាយមុនហ្នឹងគឺការផលិតស្អីក៏ដោយគឺយើងត្រូវមានប្រព័ន្ធឬមួយក៏ system ដែលជួយអីខ្លះឧទាហរណ៍ទៅការផលិតយើងត្រូវមានប្រព័ន្ធឧទាហរណ៍ទៅដាក់ជីតាមប្រព័ន្ធទឹកតាមរយៈទឹករបៀបគ្រប់គ្រងរបៀបប្រមូលផលរបៀបសម្ងួតរបស់ខ្លះហ្នឹងគឺត្រូវការកម្លាំងពលកម្មច្រើនណាបងប្អូនអញ្ចឹងបើសិនជាយើងអាចមាន system ឬមួយក៏ប្រព័ន្ធអីមួយមកជួយទេបានន័យថាអាជីវកម្មរបស់យើងមិនអាចពង្រីកបានភ្លាមទេបាទមើលទៅបាទអញ្ចឹងបានន័យថាចាក់តាំងពីការផលិតរហូតដល់ការដឹកជញ្ជូនរហូតដល់អតិថិជនហ្នឹងបងប្អូនត្រូវតែមានប្រព័ន្ធអីមួយ system អីមួយដែលអាចជួយឲ្យលឿនឲ្យចំណេញពេលវេលាព្រោះធម្មតាដូចពាក្យចាស់ថាយើងពេលវេលាជាមាសប្រាក់អញ្ចឹងបើសិនជាយើងធ្វើវាកាន់តែលឿនយើងកាន់តែចំណេញឧទាហរណ៍ដូចខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងទៅសពផ្អែមបើសិនជា1រោងយើងអាចប្រើបុគ្គលិកដាក់ជី1ផើងបានតែដកស្មៅបានហ្នឹងហើយប៉ុន្តែបើសិនជាដល់ពេលយើងមាន10រោង20រោង100រោងតែយើងនៅបន្តប្រើមនុស្សដើរដាក់ជីតាមផើងនោះទៀតឬមកក៏យើងអាចមានប្រព័ន្ធអីមកជំនួសវាបានអត់អញ្ចឹងណាបាទហើយតែយើងមានវិធីសាស្ត្រណាដែលយើងអាចដាំទៅមិនចាំបាច់ដល់ដកស្មៅរហូតអត់បាទអានេះគឺខ្ញុំឧទាហរណ៍តែកសិកម្មដើម្បីបងប្អូនងាយយល់
ហើយដឹកជញ្ជូនក៏ដូចគ្នាដែរតើយើងមានទីសាស្ត្រដឹកជញ្ជូនណាដែលចំណេញច្រើនអត់បើសិនជាយើងមានច្រើនទៅគឺយើងតែការដឹកមួយជើងហ្នឹងច្រើនយើងមានម៉ូយច្រើនភ្ញៀវច្រើនគ្នាច្រើនខេត្តអញ្ចឹងតើយើងមានប្រព័ន្ធដែលអាចសរសេរលឿនអត់ឧទាហរណ៍ថាយើងត្រូវសរសេរឈ្មោះអតិថិជនដាក់ផ្ញើទៅណាបូកដកបញ្ជីវិក័យប័ត្រតើយើងនៅតែប្រើសរសេរចុចកាសចូលទៀតឬមួយក៏យើងត្រូវប្រើប្រព័ន្ធមកជួយគិតលុយបូកដកបញ្ជីស្នាមឬមួយក៏របៀបដែលអាចធ្វើការឲ្យលឿនហើយរបៀបគិតលុយក៏ដូចគ្នាតែយើងមានប្រព័ន្ធណាដែលអាចចាំទេថាម៉ួយណាមិនទាន់គិតលុយម៉ួយណាបាញ់លុយឲ្យហើយដើម្បីកុំឲ្យភ្លេចអញ្ចឹងណាបាទតកតនឹងប្រព័ន្ធនឹងដែរបងប្អូនមិនថាការធ្វើអាជីវកម្មអីទេការធ្វើ marketing វាត្រូវតែមានប្រព័ន្ធដែរឧទាហរណ៍ថាចិត្តដល់ថ្ងៃប្រមូលផលក៏យើងត្រូវតែមានប្រព័ន្ធមួយដែលជួយរំលឹកឬមួយក៏អ្វីក៏ដោយដែលអាចថាក្រោយរំលឹកយើងថាអូខេយើងមានមួយដែលកំង order ប៉ុណ្ណេះក្នុង stock យើងមានប៉ុណ្ណេះបាទអញ្ចឹងយើងត្រូវបើកទទួលប៉ុន្មានអាចបិទការកក់នឹងប្រមាណពេលណាដើម្បីកុំឲ្យម៉ូយខ្លះគាត់កំងអត់បានតែពីរបីដងគាត់អន់ចិត្តហើយអញ្ចឹងណាបងប្អូនអញ្ចឹងអាជីវកម្មមួយគឺសំខាន់មែនទែនរឿងប្រព័ន្ធឬមួយក៏ system ជំនួយបាទអញ្ចឹងសង្ឃឹមថាបងប្អូនអាចយល់បានខ្លីៗបាទបើសិនជាលម្អិតហ្នឹងគឺវែងឆ្ងាយបងប្អូនហ្នឹងហើយក៏សូមអភ័យទោសផងដែរខ្ញុំមិនជាអ្នកជំនាញការខាងសេដ្ឋកិច្ចអីទេប៉ុន្តែខ្ញុំនិយាយតាមបទពិសោធន៍ខ្លួនឯងជាក់ស្ដែងបាទហើយរៀនហ្នឹងក៏រៀនមិនបានច្រើនទេរៀនបានតិចតួចទេបងប្អូនអញ្ចឹងបាទខុសឆ្គងក៏សូមអភ័យទោសបាទ